លោកគ្រីពីឡតកំពុងសម្លឹងមើលកីឡាករគុនខ្មែរម្នាក់ក្នុងប្រភេទទម្ងន់72គីឡូក្រាមត្រូវមកសងសឹកឲ្យឈឿងល្វីបងប្អូនប្រហែលមិនទាន់ភ្លេចកូនសិស្សលោកគ្រូក្មេងសៀងហៃម្នាក់នេះទេគឺអ្នកប្រដាល់ស្បែកខ្មៅអាប់ដេឡាស់ជើងខ្លាំងរូបនេះគេធ្លាប់មកលេងនៅសង្វៀនហងមាសម្ដងរួចមកហើយដែលកាលនោះរូបគេបានយកឈ្នះទៅលើអ្នកលេងគុនខ្មែររបស់យើងគឺកីឡាករឈឿងល្វីយ៉ាងណាកាលពីពេលថ្មីនេះបងប្អូនលោកគ្រីពីឡតបានបង្ហើបឲ្យក្រុមការងារកីឡាថ្មីដឹងថាស្ថានីយទូរទស្សន៍ហងមាសបានត្រៀមខ្សែក្រវ៉ាត់ដ៏ថ្មីសន្លងមួយខ្សែទៀតក្នុងប្រភេទទម្ងន់72គីឡូក្រាមដោយបេក្ខភាពខាងបរទេសលោកបានបង្ហើបថាគឺជាកីឡាករអាប់ដេឡាខណៈដែលបេក្ខភាពខាងយើងឯនេះវិញលោកកំពុងតែសម្លឹងរកមើលផងដែរយើងរងចាំមើលទាំងអស់គ្នាតើកីឡាករគុនខ្មែររូបណាដែលនឹងត្រូវមកសងសឹកឲ្យឈឿងល្វីស្របពេលដែលបច្ចុប្បន្ននេះកីឡាករគុនខ្មែរក្នុងប្រភេទទម្ងន់72គីឡូក្រាមក៏កំពុងឡើងជើងច្រើនផងដែរជាក់ស្ដែងដូចជាកីឡាករខំនិករាជជាដើមតែបើទោះបីជាយ៉ាងណាលោកប៊ឺតខំធ្លាប់បានបញ្ជាក់ហើយសម្រាប់និករាជសមត្ថភាពមានហើយតែនៅខ្ចីបិទពិសោធន៍លោកសុំពេល5ទៅ6ខែទៀតដើម្បីពង្រឹងសមត្ថភាពបន្ថែម